បងសួរមួយមានអារម្មណ៍មិនដែរនៅពេលដែលបានមកកំសាន្តត្រីរុំទៅមើលចូលចិត្តស្រឡាញ់បរិស្ថានធម្មជាតិសម្រាប់ធម្មជាតិទៅម្ដងឃើញចឹងនិយាយពីការសប្បាយចិត្តមែនតើរត់ពីអីនិយាយអត់បានចុះទេសភាពទៅទេសភាពអូយអីមកព្រៀបអត់បានទេព្រៀបស្អាតខ្លាំងមែនចុះអ្នកខាងក្រោយមិនដែរអារម្មណ៍ស្អាតដូចគ្នាបងស្អាតដូចគ្នាចុះមិនភ័យតស៊ូណាបងតែតើខ្ញុំខ្លាចខ្ពស់តែតើខ្ញុំខ្លាចអូខ្លាចខ្ពស់មិនឲ្យខ្ពស់ខ្លាចយើងវិញចាគិតមើលសិនបងអូចាបាទហ្នឹងហើយបងប្អូននេះជាសកម្មភាពដែលខ្ញុំនាំគ្នាធ្វើដំណើរទៅលេងនៅថ្មលយមុននឹងយើងត្រឡប់ទៅផ្ទះហ្នឹងគឺយើងទៅលេងនៅថ្មលយសិននេះគឺជាផ្លូវវិញផ្លូវមួយថ្ងៃឯងបងប្អូនហ្នឹងហើយចាំទស្សនានៅសកម្មភាពបន្តទៀតបងប្អូនថៃអូគ្រីរុំអ្នកធ្វើខ្ញុំដាក់ជាប់ដាក់អារម្មណ៍នៅទីនេះហើយអូខេបងប្អូនឥឡូវនេះខ្ញុំបានមកដល់ទីតាំងថ្មលយហើយវ៉ាវស្អាតស្រស់ស្រាយបងប្អូនបាត់ប្រសពបើសិនជាបងប្អូនដែលមានបំណងចង់មកថ្មលយបងប្អូនមកពីព្រឹកបងប្អូនទៅទាំងពន្លឺទាំងអីនៅពេលដែលទេសភាពយើងថតមកគឺស្អាតតែម្ដងមើល background ខាងក្រោយខ្ញុំគឺស្អាតខ្លាំងសាហាវអេមនឹងឯងបងប្អូននេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំបានទៅដល់នៅថ្មលយសម្រាប់ទេសភាពគឺខ្ញុំពិសេសមែនទែនបងប្អូនអាចទស្សនាបានគឺថាស្អាតខ្លាំងតែម្ដងសម្រាប់ខ្ញុំគឺវ៉ាវស្អាតហើយនេះគឺជាសកម្មភាពខ្លះៗដែលពួកខ្ញុំនៅទីកន្លែងនោះជាស្ដែងគឺពួកខ្ញុំអត់បាននៅទីនោះយូរទេដោយសារតែពួកខ្ញុំមានគោលបំណងតែមួយគត់គឺទៅថតរូបនៅទីនោះនេះគឺជាសកម្មភាពរបស់ពួកខ្ញុំគឺថាទៅដល់ទីនោះគឺថាអេមែនទេបងប្អូនគឺអត់មានអីពាក្យនិយាយច្រើនក្រៅពីពាក្យថាលយមើលតែទេសភាពគឺវ៉ាវអេមឃើញដាក់ទៅពេញ memory អូខេជីបតូលមកទៅសាងលេខអាជីវៈឡើងទូដល់ពេលវាទៅលឿនពេកខ្ញុំត្រឡប់ជាប់ទៅត្រឹបប្រាំងកាចូលទៅកម្មហើបាយអូខេប្រូនឹងឯងបងប្អូននេះគឺជាទីតាំងថ្មរូងដែលខ្ញុំចំណាយពេលអស់រយៈពេលជាយូរដែលបានមកដល់ទីនេះមិនយូរហ្នឹងដោយសារតែយើងធ្វើដំណើរទេបងប្អូនគឺដោយសារតែយើងអត់ស្គាល់ទីតាំងហើយក៏វង្វេងផ្លូវអញ្ចឹងទៅទ្រាំតែជួបអ្នកបងប្អូនដែលគាត់ស្គាល់អញ្ចឹងគាត់ប្រាប់ផ្លូវអញ្ចឹងមកហើយនេះបងប្អូនទេសភាពដែលខាងក្រៅរបស់ខ្ញុំហ្នឹងគឺស្អាតអូយសម្រាប់អ្នកដែលចូលចិត្តទេសភាពចូលចិត្តធម្មជាតិដូចជាខ្ញុំអញ្ចឹងគឺthe best បងប្អូនអាចមើលបានទេ wow oh my god ជាតិនេះខ្លាចខ្ពស់យ៉ាងនេះបងសួរមួយមានអារម្មណ៍មិនដែរនៅពេលដែលបានមកកំសាន្តត្រីរុំទៅមើលចូលចិត្តស្រឡាញ់បរិស្ថានធម្មជាតិសម្រាប់ធម្មជាតិទៅម្ដងឃើញចឹងនិយាយពីការសប្បាយចិត្តមែនតើរត់ពីអីនិយាយអត់បានចុះទេសភាពទៅទេសភាពអូយអីមកព្រៀបអត់បានទេព្រៀបស្អាតខ្លាំងមែនចុះអ្នកខាងក្រោយមិនដែរអារម្មណ៍ស្អាតដូចគ្នាបងស្អាតដូចគ្នាចុះមិនភ័យតស៊ូណាបងតែតើខ្ញុំខ្លាចខ្ពស់អូខ្លាចខ្ពស់មិនឲ្យខ្ពស់ខ្លាចយើងវិញចាគិតមើលសិនបងអូចា
ចឹងអត់មានអីណាមានតែ អត់ ប៉ុណ្ មាន ណឹង អីទេអរគុណ បាយបាយបងប្អូន បដាំផ្ញើអ្នកដែលចង់មកលេងថ្មលើយមកអត់ខំម្ដងទេហ្មង អូខេហ្នឹងហើយស្ដាប់ពាក្យគាត់ចោះបងប្អូនអត់ខុសទេដូចអ្វីដែលគាត់បាននិយាយចឹងបងប្អូនសម្រាប់ទីនេះនៅថ្មលយគឺ10 លើ 10 តែម្ដងសម្រាប់ទេសភាពបងប្អូនអាចមើលតែសកម្មភាពនេះគឺពួកខ្ញុំមិនអាចថតបានទាំងស្រុងទេគឺខ្ញុំថតបានខ្លះដោយសារតែទៅដល់គឺវារំភើបខ្លាំងចឹងពួកខ្ញុំអាចរត់នឹកថាត្រូវថតពីអីទេគឺទៅដល់គឺពួកខ្ញុំគឺរំភើបខ្លាំងតែម្ដងបងប្អូនហើយក៏អរគុណសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាជាមួយនឹងវីដេអូមួយនេះចំពោះពុកម៉ែបងប្អូនសំណាងល្អនិងសុខភាពល្អទាំងអស់គ្នា